ការប្រកួតគូមិត្តភាពអន្តរជាតិដឹមសរមត្រូវជួបប្រហារតតាំងជាមួយនឹងកីឡាករមកពីប្រទេសម៉ុងហ្គាលីនីមកេរ៉ែលអ្នកលេងកណ្ដាប់ដៃម៉ាស៊ីនរិនដេវីតត្រូវជួបប្រហារតតាំងជាមួយនឹងអ្នកលេងដាវសាមរ៉ៃមកពីប្រទេសជប៉ុន Hammer Suzuki អ្នកលេងកណ្ដាប់ដៃបំបីព្រឹត្តិពីរទូចដេវីតត្រូវជួបប្រហារតតាំងជាមួយនឹងនាយសកំណាចមកពីប្រទេសបារាំង Adel Fatamini អ្នកលេងកណ្ដាប់ដៃទាប្រលឹង Ricky Sainton ត្រូវជួបប្រហារតតាំងជាមួយនឹងខ្លាឃ្មុំទឹកកកក្រញាំពឹសមកពីប្រទេសរុស្ស៊ី Lia Senko នាយមាស Kimbora ត្រូវជួបប្រហារតតាំងជាមួយនឹងក្រញាំនាយសកំណាចឆ្លងដែនពីប្រទេសចិន Siang Si Cheng អ្នកលេងរន្ទះជើងមុខសេតចម្រើនគុណខ្មែរត្រូវជួបប្រហារតតាំងជាមួយនឹងអ្នកលេងកណ្ដាប់ដៃភ្នែកបន្ទោលមកពីប្រទេសចិន Siang Boro អ្នកលេងរន្ទះជើងព្យុះសមុទ្រជង្គង់ទឹកកែងឆេះកណ្ដាប់ដៃភ្លើង Amrin Phutong ត្រូវជួបប្រហារតតាំងជាមួយនឹងតោកំណាចឆ្លងដែនពីប្រទេសប្រេស៊ីល Luka Santos អ្នកលេងពូថៅដៃពីឃាត Thun Thiera ត្រូវជួបប្រហារតតាំងជាមួយនឹងខ្លាចាស់ជង្គង់ពឹសមកពីប្រទេសម៉ារ៉ុក Ben Hamu ជួបគ្នានៅថ្ងៃសៅរ៍ទី8ខែសីហាចាប់ពីវេលាម៉ោង7យប់តទៅលេខកូដមរណាបងប្អូននេះគឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យបាទលេខកូដមរណៈថ្ងៃទី8ខែ8ម៉ោង7យប់បាទទីតាំងបាទប្រកួតនៅស៊ីតជូបាទស្ថានីយទូរទស្សន៍ Full HD TV ពេញឆ្ងាញ់បងប្អូនបាទ8គូនេះបាទអូវាយតាំងពីគូទី1រហូតគូអន្តរជាតិអញ្ចឹងបងប្អូនយើងបានបាទឃើញហើយបាញ់មិញបានលឺហើយការបាទថតប្រម៉ូទរបស់ខ្ញុំបាទជាមួយនឹងមហាព្រឹត្តិការណ៍លេខកូដមរណៈដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យពីកម្មវិធីបាទស្ថានីយទូរទស្សន៍ Full HD TV កុំភ្លេចតាមដានទស្សនាចាំមើលថាតើបាទជើងខ្លាំងគុណខ្មែររបស់យើងធ្វើឲ្យកក្រើកកម្រិតណាសម្រាប់បាទមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះបាទថ្ងៃទី8ខែ8ម៉ោង7យប់ទីតាំងនៅស្ថានីយទូរទស្សន៍ កុំភ្លេចតាមដានទស្សនាបានច្រើនកហើយនេះគឺជា page ផ្លូវការរបស់ខ្ញុំបាទបងប្អូនណាកុំភ្លេចបាទជួយ follow ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទៅនឹងកីឡាបណ្ដាលគុណខ្មែររបស់យើងអរគុណបាទជម្រាបលា